តែមូលហេតុអីបានជាគេនិយាយថា Chopper គឺជា Forest God ស្វាគមន៍ប្រិយមិត្តអ្នកគ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺយើងមានជាមួយនឹងព្រាមបាត់តូចមួយដែលតាក់ទងជាមួយនឹង Chopper ហើយតាមពិតទៅតាក់ទងជាមួយនឹង topic ហ្នឹងកាលពីមុនដូចជាធ្លាប់ល្បីម្ដងហើយក៏ប៉ុន្តែក៏រៀងសាបទៅវិញទៅហើយទើបតែឥឡូវនៅពេលដែល One Piece របស់យើងបញ្ចេញជាមួយនឹង chapter ទី1177ប្រធានបទដែលគេធ្លាប់លើកឡើងថា Chopper គឺជា Forest God ហ្នឹងក៏ចាប់ដើម viral ឡើងមកវិញអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំអត់មានជាមួយនឹង series ឬក៏ចំណុចកន្លែងណាដែលថាវាចាក់ឬជ្រៅជ្រះទៅក្នុងអា topic មួយហ្នឹងទេក៏ប៉ុន្តែខ្ញុំនឹងប្រម៉ូជាមួយនឹងរឿងរ៉ាវមួយចំនួនក៏ដូចជាចំណុចដែលថាយើងអាចបកស្រាយតាក់ទងជាមួយនឹង topic មួយហ្នឹងបានណាអញ្ចឹងថាចាំមើលតាក់ទងជាមួយនឹងការបកស្រាយមួយហ្នឹងថាយើងអាចយកជាការបានប៉ុន្មានភាគរយតោះ let's go បើសិនជាយើងទៅតាមសាច់រឿងរបស់ One Piece នៅក្នុង Skypiea គឺគេបានទម្លាយថា God ឬក៏ Kami ហ្នឹងគឺមានចំនួន4គឺ God of the Sun God of the Rain God of the Earth ហើយនិង God of the Forest អញ្ចឹងយើងបានដឹងអញ្ចឹងថា God of the Sun គឺជា Luffy គឺជាទម្រង់ The Sun God នេះកាលហ្នឹងហើយក៏ប៉ុន្តែតាក់ទងជាមួយនឹង God of the Earth God of the Rain អាហ្នឹងគឺយើងមិនទាន់ដឹងថាជាអ្នកគេទេក៏ប៉ុន្តែ God of the Forest គឺមានជាមួយនឹងការលើកឡើងមួយចំនួនដែលគេបាននិយាយថាម្នាក់នោះគឺជា Chopper ជាដំបូងដែលយើងបានដឹងអញ្ចឹងថា Chopper នៅពេលដែលគាត់នៅជាកូនក្តាន់កំសត់ហ្នឹងគឺគាត់បានស៊ីទៅលើ Devil Fruit មួយដែលចៃដន្យគឺ Human Fruit ហើយតាក់ទងជាមួយផ្លែឈើបេសាច់មួយហ្នឹងគឺផ្ដល់សមត្ថភាពគាត់ចេះនិយាយក៏ដូចជាអាចប្រែខ្លួនទៅជាទម្រង់ផ្សេងៗបានម្យ៉ាងផ្សេងទៀតនៅក្នុង One Piece គឺគេបាននិយាយថាគឺមានតែ Drum Island ប៉ុណ្ណោះដែលមានជំនុំសិទ្ធម្យ៉ាងដែលអាចព្យាបាលជំងឺហ្នឹងគ្រប់មុខបានហើយបើសិនជាយើងចង់ជាសំណួរទៅអាចអត់ដែលផ្សិតដែលគេកំពុងតែនិយាយហ្នឹងគឺជា Devil Fruit របស់ Chopper ព្រោះដោយសារតែបើសិនជាយើងមើលទៅ Devil Fruit របស់ Chopper ហ្នឹងគឺមានរាងដូចជាផ្សិតមែនតើហើយលើសពីហ្នឹងបងប្អូនយើងមានចាំអត់ថាសូម្បីតែ Blackbeard Pirate ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ Drum Island ដែរអញ្ចឹងគឺមានជាមួយនឹងការលើកឡើងមួយចំនួនដែលគេបាននិយាយថា Blackbeard ហ្នឹងគឺធ្វើដំណើរទៅរកជាមួយនឹង Devil Fruit របស់ Chopper ហ្នឹងហើយនៅក្នុង One Piece manga នៃ chapter ទី1177គឺយើងបានដឹងហើយថាថាមពលរបស់ Chopper គឺហាក់បីដូចជាប្លែកបន្តិចព្រោះដោយសារតែដើម្បីដោះទៅលើ The Mid River Sea បានគ្រប់គ្នាគឺត្រូវតែសម្លាប់ទៅលើពួកគេជាមុនសិនក៏ប៉ុន្តែខុសប្លែកតែ Chopper គឺគាត់គ្រាន់តែតែកភ្លៀងទៅលើអាបិសាចនឹងម្ដាយទៅ The Mid River Sea របស់បិសាចទាំងអស់ហ្នឹងក៏បានកាត់ផ្ដាច់ផងដែរអញ្ចឹងគឺវាជាចំណុចមួយដែលគួរភ្ញាក់ផ្អើលមែនទែនក៏ប៉ុន្តែបើសិនជាយើងសង្កេតទៅលើអាដំណើរការនៃការដោះ The Mid River Sea របស់ Chopper ហ្នឹងគឺយើងបានដឹងហើយថានៅពេលដែលគាត់ធ្វើការទះទៅលើអាបិសាចហ្នឹងហើយគឺយើងបានឃើញជាមួយសមោលបិសាចនៅពីក្រោយខ្នងរបស់ពួកគេហើយសូម្បីតែភ្លើងឆេះនៅជុំវិញពួកគេហ្នឹងក៏មានរាងដូចជាព្រះអាទិត្យផងដែរហើយតកតងជាមួយចំណុចថងហ្នឹងគឺវាប្រតិកលាគ្នាទៅជាមួយនឹង World 2 ក្នុងគម្ពីរ Harley ដែលគេបានចារមកអញ្ចឹងដោយនៅក្នុងចំណុចកន្លែងហ្នឹងគឺគេបាននិយាយថា Within the void there was spirit the forest god tamed demon and the sun spread the fire sword អញ្ចឹងបើសិនជាយើងបកប្រែជាខ្មែរមកគឺបានន័យថានៅក្នុងភាពទទេស្អាតគឺនៅមានដង្ហើមព្រះនៃព្រៃព្រឹក្សាបានតាក់ពួកបិសាចជាបរិវារហើយព្រះអាទិត្យក៏បានសាយភាយនៅភ្លើងសង្គ្រាមអញ្ចឹងតាក់ទងជាមួយជាមួយថងនេះខ្ញុំគិតថាវាមានរឿងមួយចំនួនដែលថាវាដូចទៅនឹងសកម្មភាពរបស់ Chopper ហើយម្យ៉ាងផ្សេងទៀតបងប្អូនយើងមានចាំអត់ថាអង្ការដែល Road គាត់បានបន្លំខ្លួនជា The Sun God ហ្នឹងលបាំងមុខដែលគាត់ពាក់ហ្នឹងគឺមានរឿងដូចទៅនឹងសត្វប្រើសឬក៏សត្វក្តាន់មែនទែនអញ្ចឹងអាលបាំងមុខហ្នឹងគឺមានការលើកឡើងមួយចំនួនដែលគេបាននិយាយថាវាអាចជា The Forest God ដែលពួក Eba គាត់បានចារទុកក្នុងប្រវត្តិសាស្ត្រឬក៏បានតែសេឬក៏គូវាហ្នឹងនៅកន្លែងណាមួយហើយបើសិនជា Chopper គាត់ពិតជា The Forest God Man ហើយនៅពេលដែល Straw Hat Pirate គាត់ធ្វើការប្រយុទ្ធគ្នាជាមួយនឹង Blackbeard Pirate អញ្ចឹងដៃគូពិតរបស់ Chopper ហ្នឹងគឺជា Dog Shoe ព្រោះដោយសារតែ Dog Shoe គឺគាត់មានជាមួយនឹងធម្មពលមួយដែលអាចធ្វើឲ្យមនុស្សឈឺឬក៏ឆ្លង disease អីចឹងទៅអញ្ចឹងយើងគិតថា Chopper គឺជា natural enemy របស់ Dog Shoe ហ្នឹងហើយតើតើជាមួយនឹងការបកស្រាយរបស់យើងគឺជាវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងឯងទេអញ្ចឹងយើងក៏នឹងចាំជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយបាយបាយ